បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់អាកាសដ្ឋានចិញ្ចឹមកង្កែបបាទកំពង់ធំបាទបងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនអរគ្នាកង្កែបនេះគឺខ្ញុំដាក់វាបណ្ដែតខ្លួននៅលើតង់បាទមិនបានដែរយើងបណ្ដែតខ្លួននៅលើតង់បាទពីព្រោះអីខ្ញុំចង់ឲ្យវាមានលទ្ធភាពមួយនៅក្នុងការប្រជ្រៀតគ្នាបាទចឹងហើយខ្ញុំប្រើវិធីសាស្ត្រចង្អៀតបាទមានន័យថាដងស៊ីទេយើងដាក់បានតែ 2000 ក្បាលទេយើងអាចដាក់បានរហូតដល់ 5000 ក្បាលបាទបងដាក់ច្រើនម៉េះបាទហ្នឹងហើយបងប្អូនគ្នាដោយសារតែយើងត្រូវការកង្កែបដាក់ចូលទៅក្នុងវាស្រែឲ្យបាន 100000 កូនចឹងហើយអ្វីដែលខ្ញុំធ្វើគឺខ្ញុំត្រៀមសម្រាប់នៅក្នុងការដាក់នៅវាស្រែបាទយើងអាចលើកនេះយកទៅដាក់នៅវាស្រែបាន បើសិនយើងចង់ប៉ុន្តែយើងអត់ទាន់បានលើកទេដោយសារតែយើងវាស្រែអត់ទាន់មានទឹកអត់ទាន់មានអីគ្រប់គ្រាន់គឺយើងអត់អាចលើកទៅបានទេបាទសម្រាប់បច្ចេកទេសបងប្អូនអរគ្នាអាចរៀនបច្ចេកទេសបានប្រសិនបើបងប្អូនអរគ្នាចង់រៀនបាទហើយបច្ចេកទេសនោះมันមានអ្វីដែលលំបាកទេគឺការធ្វើការរៀនគឺសិតតែផ្ដោតទៅលើបច្ចេកទេសនៅក្នុងការចិញ្ចឹមព្រោះអីយើងបានចិញ្ចឹមរយៈពេលយូរឆ្នាំហើយបាទហ្នឹងទៅបើថានិយាយពីចាស់ទុំបាទគឺឡើងកញ្ចាស់ទៅហើយបាទហ្នឹងមិនចាស់ធម្មតាទេឡើងកញ្ចាស់ទៅហើយបាទ